ហេតុនាំឲ្យអាយុវែងពេលបច្ចុប្បន្នមានដូចថាមនុស្សនឹងចេះធ្វើខ្លួនឲ្យសបាយអាការីមិនជាអ្នកកើតទុកពេកទេរឿងរាវមុំចប់ហើយខ្ជិលស្ពាយសំពីសំពងមកមួម៉ៅសៅមកចប់ហើយណាស់ហើយចោះខ្ជិលរំលឹកចឹងណាហ្នឹងហើយកុំអ្នកខ្លះចូលចិត្តស្ពាយរឿងហើយដេកកើតទុកអានឹងអត់ល្អឯងអត់សបាយទី2សបាយឲ្យមានកំណត់កុំឲ្យជ្រុលយើងរងថ្ងៃពេលខ្លះជុំគ្នាលើកដាច់អត់ស្រួលទេហ្នឹងអានឹងសបាយជ្រុលហើយអានឹងឲ្យយកខ្លីវិញហ្នឹងហើយនឹងមួយទៀតនោះលោកហៅបរិណតភោជនាងបរិភោគអាហារដែលវារលួយល្អបើយើងនិយាយសាមញ្ញបរិភោគអាហារហ្នឹងឲ្យវាម៉ត់ល្អកុំឲ្យកលៀសលេបអាហ្នឹងខូចកាពះយើងហើយអាហារហ្នឹងរសជាតិហ្នឹងអត់បានទៅចិញ្ចឹមរាងកាយល្អពីព្រោះយើងហូបលឿនពេកតាមក្បួនវិទ្យាសាស្ត្របើបុគ្គលនឹងហូប5-10ដងតាពីកឹបចាំលេបអានឹងអាយុវែងហើយបើអ្នកណាតាពីតិចជាងហ្នឹងអាយុខ្លីពីព្រោះអត់បានរសជាតិចិញ្ចឹមសារពាង្គកាយទេអញ្ចឹងនៅក្នុងធម៌ហ្នឹងលោកឲ្យបរិភោគដោយការពិចារណាអញ្ចឹងណាហើយមួយទៀតនោះកាលចារីត្រាច់ទៅតាមការឬក៏ធ្វើកិច្ចការងារតាមពេលវេលាយើងរាល់ថ្ងៃដោយសារមានអា technology ហ្នឹងជួនកាលម៉ោងគេងម៉ោង1ម៉ោង2អត់ព្រមគេងទេនៅចុចទូរស័ព្ទហ្នឹងត្រាល់ហាហ្នឹងគ្រោះថ្នាក់ដល់សុខភាពហើយដល់ម៉ោងញ៉ាំអត់ញ៉ាំទេញ៉ាំខ្លះមិនញ៉ាំខ្លះយូរទៅវាមិនឈឺមែនទេយល់ណាអញ្ចឹងបានដើម្បីអាយុវែងហ្នឹងមួយចំណុចហ្នឹងគឺព្រះអង្គឲ្យយើងធ្វើការងារតាមកាលតាមវេលាអញ្ចឹងណាបើភាសាអង់គ្លេសមាន time management អីតាមរឿង routine ណាជាទម្លាប់ម៉ោងណាធ្វើអីម៉ោងណាធ្វើអីម៉ោងគេងត្រូវម៉ោងគេងម៉ោងញ៉ាំត្រូវម៉ោងញ៉ាំអញ្ចឹងណាហើយនឹងមួយទៀតនោះជាអ្នកមានសិលជាអ្នកប្រព្រឹត្តធម៌អត់ធ្វើអំពើអាក្រក់មានពាវរាអត់ធ្វើឲ្យអ្នកដតីក្តៅក្រហាយទេបើយើងអត់ធ្វើឲ្យគេក្តៅក្រហាយគេក៏អត់ធ្វើឲ្យយើងក្តៅក្រហាយដែរមែនទេបើយើងធ្វើឲ្យគេក្តៅក្រហាយគេចងពៀមួយយើងគេធ្វើឲ្យយើងក្តៅក្រហាយវិញអញ្ចឹងរស់នៅដូចថាចិត្តហ្នឹងវារួចផុតពីពាវេរាមិនមានគំនុំគុំគួនចងកំហឹងស្អប់អ្នកដតីទេអញ្ចឹងចិត្តហ្នឹងវាស្រឡះវាសបាយនិយាយជារួមមកកាយរបស់យើងក៏អត់ធ្វើប៉ះពាល់បៀតបៀនធ្វើឲ្យអ្នកដតីកើតទុក្ខដោយសារកាយយើងទី1ទី2វាចារបស់យើងអត់ធ្វើឲ្យអ្នកដតីកើតទុក្ខទេចេះប្រើវាចាហ្នឹងឲ្យល្អទី3ចិត្តរបស់យើងហ្នឹងអត់សៅមកស្រឡះមិនសូវមានគ្រឿងមួម៉ៅក្តៅក្រហាយក្នុងចិត្តទេអញ្ចឹងបុគ្គលហ្នឹងអាយុវែងឧបមាដូចជាដើមឈើដែលមានជីជាតិល្អអញ្ចឹងណាអញ្ចឹងផលផ្លែផ្កាក្នុងជីវិតហ្នឹងក៏ល្អទៅតាមនឹងដែរនៅពេលដែលកាយវាចាចិត្តរបស់យើងស្អាតបរិសុទ្ធណាហ្នឹងហើយរួមផ្សំទាំងមានពេលវេលាធ្វើកិច្ចចម្រើនព្រះបរិត្តចម្រើនបជនអញ្ចឹងទៅក៏រឹតតែបានបនបន្ថែមអានឹងដូចថាឡានវារៀងចិត្តអស់សាំងហើយចាក់សាំងបន្ថែមអញ្ចឹងណាសូមអនុមោទនា